នៅពេលថ្មីនេះរដ្ឋាភិបាលបេឡារុសបានធ្វើការរអ៊ូរទាំទៅកាន់មន្ត្រីទូតអ៊ុយក្រែនបន្ទាប់ពីខ្លួនបានបាញ់ទម្លាក់មីស៊ីលមួយគ្រាប់ដែលស្គាល់ថាជាមីស៊ីលបាញ់ចេញពីប្រព័ន្ធការពារដែនអាកាស S300 របស់អ៊ុយក្រែនអំឡុងពេលរុស្ស៊ីកំពុងបើកការវាយប្រហារយ៉ាងសន្ធាប់តាមផ្លូវអាកាសលោកអូឡេកកូណូវ៉ាឡូដែលជាបេសកជនយោធានៅក្នុងតំបន់ព្រីសនាភាគនិរតីប្រទេសបេឡារុសបានធ្វើការបង្ហោះសារបង្ហាញអំពីឧបទ្ទវហេតុខាងដើមលើបណ្ដាញសង្គមតាមរយៈភ្នាក់ងារ Delta របស់ប្រទេសដោយលោកបានធានាអះអាងថាពលរដ្ឋនៅក្នុងតំបន់មិនចាំបាច់មានក្តីព្រួយបារម្ភអំពីសុវត្ថិភាពនោះឡើយនៅខណៈនោះលោកកូណូវ៉ាឡូបាននិយាយប្រៀបធៀបឧបទ្ទវហេតុនេះទៅនឹងការពីលើកមុននៅក្នុងខែវិច្ឆិកាដោយពេលនោះមីស៊ីលការពារដែនអាកាស S300 របស់អ៊ុយក្រែនបានហោះខុសគោលដៅចូលទឹកដីប៉ូឡូញដែលជាសមាជិកមួយរូបរបស់អង្គការ NATO ផងដែរយ៉ាងណាក៏ដោយជុំវិញរឿងនេះក្រសួងការបរទេសបេឡារុសបានធ្វើការកោះហៅមន្ត្រីឯកអគ្គរដ្ឋទូតអ៊ុយក្រែនមកជួបភ្លាមៗនៅក្នុងទីក្រុងមីងដើម្បីធ្វើការស្ដីបន្ទោសជាផ្លូវការលោក Anthony Glass ដែលជាអ្នកនាំពាក្យក្រសួងការបរទេសបេឡារុសបានចោទថាចំពោះរឿងនេះរដ្ឋាភិបាលបេឡារុសជឿថាគឺជារឿងធ្ងន់ធ្ងរបំផុតយើងទាមទារឲ្យខាងអ៊ុយក្រែនធ្វើយ៉ាងណាស៊ើបអង្កេតរឿងនេះឲ្យបានដដល់និងដាក់ទោសចំពោះជនណាដែលទទួលខុសត្រូវលើកិច្ចការនេះហើយម្យ៉ាងវិញទៀតត្រូវតែចាត់វិធានការដើម្បីបញ្ជាកុំឲ្យកើតមានហេតុការណ៍នេះជាម្ដងទៀតចំណែកនៅខាងអ៊ុយក្រែននៅវិញអ្នកនាំពាក្យម្នាក់នៃកងយោធាប្រចាំប្រទេសបានទទួលស្គាល់ថាវាពិតជាមីស៊ីលដែលអ៊ុយក្រែនបាញ់ខុសពិតមែនហើយលោកបានលើកឡើងថាឧបទ្ទវហេតុដែលកើតឡើងដោយប្រព័ន្ធការពារដែនអាកាសបែបនេះគឺជារឿងធម្មតាតែប៉ុណ្ណោះហើយរឿងនេះកើតឡើងប៉ុន្មានលើករួចមកហើយដែរនៅព្រឹកថ្ងៃសុក្រនេះនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោកហាន់ឌុកសូបានមានប្រសាសន៍ថាគ្រប់អ្នកដំណើរទាំងអស់ដែលមកពីប្រទេសចិននឹងតម្រូវឲ្យធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល48ម៉ោងជាមុនសិនមុនពេលធ្វើដំណើរចេញពីចិនឬតេស្តរហ័សក្នុងរយៈពេល24ម៉ោងចុងក្រោយបន្ទាប់មកត្រូវធ្វើតេស្ត PCR ម្ដងទៀតនៅពេលមកដល់តាមការចេញផ្សាយដោយភ្នាក់ងារសារព័ត៌មានអាយ៉ាសារ៉ាបានឲ្យដឹងបន្តថានៅពេលនេះកូរ៉េខាងត្បូងបានចូលរួមជាមួយនឹងប្រទេសឯទៀតរួមទាំងសហរដ្ឋអាមេរិកហើយក្នុងការចាត់វិធានការទប់ស្កាត់ការឆ្លង COVID-19 ពីប្រទេសចិនខណៈប្រទេសនេះកំពុងតែមានករណីឆ្លងថ្មីមានការកើនឡើងជាលំដាប់បើតាមការបញ្ជាក់ពីប្រភពខាងដើមច្បាប់ធ្វើតេស្ត COVID ចំពោះអ្នកដំណើរមកពីចិននេះនឹងមានសុពលភាពចាប់ពីថ្ងៃទី2ដល់ថ្ងៃទី5ខែមករាទៅហើយកូរ៉េខាងត្បូងក៏នឹងផ្អាកការពង្រីកជើងហោះហើរទៅកាន់ចិនជាបណ្ដោះអាសន្នផងដែរនេះបើយោងតាមសម្ដីរបស់លោកហាន់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះនៅក្នុងការជួបដំណឹងនេះលោកហាន់បានបន្ថែមថាយើងត្រូវតែរុះរាន់ត្រៀមខ្លួនសម្រាប់ទប់ទល់ផលប៉ះពាល់ដែលបង្កឡើងដោយការដកចេញច្បាប់រដ្ឋបិទ COVID-19 នៅក្នុងប្រទេសចិនហើយយើងក៏ត្រៀមខ្លួនដើម្បីចាត់វិធានការកាន់តែតឹងរ៉ឹងនៅក្នុងករណីដែលស្ថានភាពប្រែជាយ៉ាប់យ៉ឺនខ្លាំងផងដែរសូមជម្រាបជូនថាករណីឆ្លង COVID-19 បានកើតឡើងយ៉ាងគំហុកក្រោយពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំងសម្រេចដកគោលនយោបាយ 0 COVID នាំឲ្យមន្ទីរពេទ្យនិងកន្លែងបញ្ចុះសពស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្រៅពីនេះអ្នកជំនាញផ្នែកសុខភាពជាច្រើនរូបបានធ្វើការព្យាករណ៍ថានៅប្រមាណខែខាងមុខទៀតអ្នកស្លាប់ព្រោះ COVID-19 នៅប្រទេសចិននឹងអាចហក់ឡើង2លាននាក់ក្រោមមូលហេតុថាប្រជាជនចិនមិនមានអង្គទេគគ្រប់គ្រាន់សម្រាប់ប្រឆាំង COVID-19 ក្រោយប្រទេសនេះបានដាក់ខ្លួនឲ្យដាច់ដោយឡែកពីគេរយៈពេលជិត3ឆ្នាំរងការរិះគន់និងជំហរប្រយ័ត្នប្រយែងរបស់សហគមន៍អន្តរជាតិនៅចំពោះមុខរលកឆ្លងខ្លាំងនៃជំងឺ COVID នៅក្នុងប្រទេសចិនអាជ្ញាធរសុខភាពចិននៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញបានចេញមុខមកបញ្ជាក់ថាតួលេខស្ដីពីចំនួនអ្នកស្លាប់និងអ្នកឆ្លងជំងឺ COVID របស់ចិនមានដំណាភៀបយ៉ាងណាមិញដោយសារសន្ទុះនៃកំណើនអ្នកឆ្លងជំងឺ COVID នៅក្រៅចិនបោះបង់ចោលគោលនយោបាយ COVID 0អាជ្ញាធរចិនក៏បានប្រកាសកាលពីថ្ងៃអាទិត្យថានឹងឈប់ចេញផ្សាយតួលេខប្រចាំថ្ងៃរបស់អ្នកស្លាប់និងអ្នកឆ្លងជំងឺ COVID តទៅទៀតសូមស្ដាប់ជាងបុប្ផាប្រឈមទៅនឹងការរិះគន់ហើយនឹងជំហរមិនទុកចិត្តរបស់សហគមន៍អន្តរជាតិនៅក្រៅការប្រកាសបើកប្រទេសចិនឡើងវិញអាជ្ញាធរចិនតាមរយៈអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់គណៈកម្មការសុខភាពជាតិចិនបានចេញមុខមកបញ្ជាក់ថាចិនគឺនៅតែចេញផ្សាយតួលេខប្រចាំថ្ងៃស្ដីពីចំនួនអ្នកជំងឺធ្ងន់ធ្ងរហើយនឹងអ្នកស្លាប់ដោយសារតែ COVID-19 នៅក្នុងគោលដៅបញ្ជាក់ពីការបើកចំហរបស់ចិនហើយនឹងដំណាភៀបរបស់ចិននៅថ្ងៃសុក្រនេះចិនគឺរាប់ឃើញមានករណីឆ្លងថ្មីចំនួន 5,500 នាក់ហើយនឹងអ្នកស្លាប់ដោយសារតែជំងឺ COVID 1នាក់ចាប់តាំងពីឈប់អនុវត្តវិធានការ COVID 0ដែលទៅបិទបញ្ចប់ការធ្វើតេស្តដោយចាំបាច់ដើម្បីតាមដាននិន្នាការចម្លងជំងឺដោយប្រកបវិជ្ជាហើយនឹងការផ្ដល់និយមន័យថ្មីនៃដើមហេតុមរណភាពមកស្ថិតិរបស់រដ្ឋអំណាចចិនគឺខុសដាច់ឆ្ងាយពីការពិតជាក់ស្ដែង
ជាផ្លូវការចាប់តាំងពីបោះបង់ចោលគោលនយោបាយ COVID-0 ទាំងស្រុងចិនប្រកាសមានអ្នកស្លាប់ដោយសារតែជំងឺ COVID តែ6អ្នកប៉ុណ្ណោះក៏ប៉ុន្តែអ្នកជំនាញរបស់មជ្ឈមណ្ឌល Affinity ដែលមានទីតាំងនៅប្រទេសអង់គ្លេសវិញបានវិតម្លៃថាចំនួនអ្នកស្លាប់ដោយសារតែ COVID-19 គឺអាចមានប្រមាណ 9,000 អ្នកនៅក្នុងមួយថ្ងៃហើយនឹងថាចិននឹងអាចមានមនុស្សស្លាប់ដោយសារតែ COVID ជាង 1,700,000 នាក់ពីពេលនេះរហូតដល់ខែមេសាឆ្នាំ2023សម្រាប់អ្នកទទួលខុសត្រូវរបស់គណៈកម្មការសុខភាពជាតិចិនមានតែអ្នកស្លាប់ដោយសារតែជំងឺផ្លូវដង្ហើមហើយនឹងធ្វើតេស្តមានមេរោគ COVID-19 តែប៉ុណ្ណោះដែលត្រូវរាប់ថាជាអ្នករងគ្រោះស្លាប់ដោយសារជំងឺ COVID ការកំណត់យ៉ាងដូចនេះរបស់អាជ្ញាធរចិនគឺនឹងអាចធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារតែ COVID នៅចិនមានចំនួនតិចតួចពលគឺខុសផ្ទុយស្រឡះពីប្រទេសដទៃទៀតដែលរាប់គិតថារាល់អ្នកជំងឺដែលស្លាប់នៅក្នុងរយៈពេល28ថ្ងៃក្រោយធ្វើតេស្ត COVID វិជ្ជមានគឺជាអ្នករងគ្រោះស្លាប់ដោយសារតែជំងឺ COVIDនៅថ្ងៃសុក្រទី30ធ្នូនេះតុលាការពិសេសភូមានៅក្រុងណៃពីដោបានបើកសវនកម្មកាត់ទោសលោកស្រីអ៊ុងសានស៊ូជីឲ្យជាប់ពន្ធនាគារ7ឆ្នាំបន្ថែមទៀតពីបទប្រព្រឹត្តអំពើពុករលួយនេះគឺជាសវនកម្មចុងក្រោយហើយដែលរបបសឹកភូមារួមជាមួយប្រព័ន្ធតុលាការបានរួមគ្នាដាក់បន្ទុកចោទប្រកាន់ទៅលើលោកស្រីអ៊ុងសានស៊ូជីក្នុងបទចោទប្រកាន់ជាច្រើនសន្ធឹកគិតជាសរុបលោកស្រីអ៊ុងសានស៊ូជីនឹងត្រូវមានទោសជាប់ពន្ធនាគារចំនួន33ឆ្នាំមកពិសីនឹងចូលខ្លួនមកលំអិតព័ត៌មាននេះជំរាបសួរពិសីបាទជំរាបសួរសុជនីតចាពិសីតុលាការរបបសឹកភូមាបានបើកសវនកម្មនៅថ្ងៃនេះដោយបានកាត់ទោសលោកស្រីអ៊ុងសានស៊ូជីឲ្យជាប់ពន្ធនាគារ7ឆ្នាំបន្ថែមទៀតជាសវនកម្មកាត់ទោសលោកស្រីពីបទល្មើសអ្វីដែរពិសីបាទសុជនីតតុលាការភូមាបានបើកសវនកម្មពិសេសនៅក្នុងមន្ទីរឃុំឃាំងដែលគេបង្ខាំងខ្លួនលោកស្រីអ៊ុងសានស៊ូជីតែម្ដងដែលស្ថិតនៅក្នុងទីក្រុងណៃពីដោជាសវនកម្មកាត់ទោសពាក់ព័ន្ធនឹងបទចោទប្រកាន់ចំនួន5ថាលោកស្រីអ៊ុងសានស៊ូជីបានប្រព្រឹត្តអំពើពុករលួយអង្គហេតុគឺតុលាការភូមាបានអះអាងថាលោកស្រីបានចំណាយប្រាក់រដ្ឋជួលឧទ្ធម្ភាគចក្រឲ្យរដ្ឋមន្ត្រីរបស់ខ្លួនជិះដែលជាទង្វើខុសច្បាប់និងធ្វើឲ្យរដ្ឋខាតបង់ប្រាក់យោងតាមប្រភពពីមន្ត្រីតុលាការភូមាគឺលោកស្រីអ៊ុងសានស៊ូជីត្រូវគេបញ្ជូនខ្លួនឲ្យមកចូលស្ដាប់អង្គសវនកម្មនៅថ្ងៃនេះដែលគេអះអាងថាលោកស្រីមានសុខភាពមាំទាំធម្មតាទេចៅក្រមបានប្រកាសថ្កោលទោសលោកស្រីឲ្យជាប់ពន្ធនាគារចំនួន7ឆ្នាំនៅក្នុងសំណុំរឿងចុងក្រោយនេះក្នុងសំណុំរឿងនេះដែរលោកវិនមីនអតីតប្រធានាធិបតីភូមាក៏ត្រូវតុលាការប្រកាសផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ7ឆ្នាំដោយលោកស្រីអ៊ុងសានស៊ូជីដែរលោកទ្វេធៀនសាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យ Curtin ប្រទេសអូស្ត្រាលីបានលើកឡើងថាការចោទប្រកាន់លោកស្រីអ៊ុងសានស៊ូជីថាបានប្រព្រឹត្តអំពើពុករលួយនេះវាគឺជារឿងគួរឲ្យអស់សំណោចខ្លាំងណាស់លោកបានបន្ថែមថាសវនកម្មនេះកងទ័ពភូមានៅខែកុម្ភៈឆ្នាំ2021មកបាទជាការពិតណាស់សុជនីតគិតចាប់ពីថ្ងៃទី1កុម្ភៈឆ្នាំ2021មកនៅពេលដែលកងទ័ពភូមាបានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជីគឺរបបសឹកភូមាបានចោទប្រកាន់លោកស្រីច្រើនសំណុំរឿងខ្លាំងណាស់ចប់ពីសវនាការមួយចូលសវនាការមួយទៀតដោយចោទពីបទពុករលួយបទក្លែងបន្លំស្លឹកឆ្នោតបទល្មើសបំពាននឹងកិច្ចការសម្ងាត់ជាតិឬក៏បំពាននឹងវិធានការបង្ការ COVID-19 ជាដើមឡើយ18ខែមកនេះអង្គការសិទ្ធិមនុស្សក៏ដូចជាសហគមន៍អន្តរជាតិបានត្រឹមតែមើលពីចម្ងាយចាត់ទុកសវនាការកាត់ទោសទាំងអស់នេះថាជាឆាកល្ខោនឆ្ពិនភ្នែកដើម្បីកំចាយលោកស្រីអ៊ុងសានស៊ូជីឲ្យស្ថិតនៅឆ្ងាយពីឆាកនយោបាយតែប៉ុណ្ណោះក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តដ៏កម្រមួយកាលពីពេលថ្មីៗនេះទាមទារឲ្យរបបសឹកភូមាត្រូវតែដោះលែងលោកស្រីអ៊ុងសានស៊ូជីជាសេចក្តីសម្រេចចិត្តដ៏កម្រក្នុងសំណុំរឿងភូមាព្រោះថាកន្លងមកក្រុមប្រឹក្សាសន្តិសុខមិនអាចសម្រេចអ្វីបានទេដោយសារតែចិននិងរុស្ស៊ីតែងតែបោះឆ្នោតប្រឆាំងដើម្បីការពាររបបសឹកភូមាជានិច្ចតែលើកនេះចិននិងរុស្ស៊ីបានសុកចិត្តបោះឆ្នោតអនុប្រវត្តិសវនកម្មនៅថ្ងៃសុក្រនេះសុជនីតជាសវនកម្មចុងក្រោយហើយប្រពន្ធពីមន្ត្រីតុលាការភូមាដោយសុំមិនបញ្ចេញឈ្មោះបានអះអាងថារឿងក្តីក្តាមដែលពាក់ព័ន្ធនឹងលោកស្រីអ៊ុងសានស៊ូជីត្រូវបិទបញ្ចប់ត្រឹមនេះហើយជាសរុបគឺលោកស្រីអ៊ុងសានស៊ូជីនឹងត្រូវជាប់ពន្ធនាគារចំនួន33ឆ្នាំ